មួយច្បាស់លាស់បានបញ្ជាក់ថាអាគារទាំងនេះគឺប្រើសម្រាប់រក្សាទុកសៀវភៅក៏ដូចជាឯកសារប្រកបនោះទេពាក្យថាបណ្ណាល័យគឺគ្រាន់តែជាពាក្យដែលអ្នកស្រាវជ្រាវជំនាន់ក្រោយប្រើតាមបែបបទស្ថាបត្យកម្មតែប៉ុណ្ណោះបណ្ណាល័យនៅប្រាសាទអង្គរវត្តមានចំនួន2អគារដែលស្ថិតនៅលើស្រះទី1ខាងមុខប្រាសាទកណ្ដាលមួយស្ថិតនៅខាងជើងនិងមួយទៀតស្ថិតនៅខាងត្បូងនៃផ្លូវថ្មដែលនាំចូលទៅកាន់ប្រាសាទកណ្ដាលអគារទាំងពីរមានទំហំនិងរចនាបថស្ទើរតែដូចគ្នាសាងសង់នៅសតវត្សទី12ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2ប្រាសាទអង្គរវត្តដើមឡើយឧទ្ទិសដល់ព្រះវិស្ណុនៃសាសនាព្រហ្មញ្ញក្រោយមកក៏បានក្លាយជាពុទ្ធសាសនស្ថានសាងសង់ពីថ្មភក់មានដំបូលរាងជាជាន់មានបង្អួចថ្មនិងសសរតុបតែងយ៉ាងល្អិតល្អន់ទ្វារចូលមានចម្លាក់លម្អបែបសិល្បៈខ្មែរបង្ហាញពីជំនាញវិស្វកម្មនិងស្ថាបត្យកម្មខ្មែរបុរាណប្រាសាទនេះមានលក្ខណៈពិសេសដូចជាមានរចនាបថស៊ីមេទ្រីស្ថិតនៅក្នុងប្លង់ដែលមានតុល្យភាពល្អត្រូវបានចាត់ទុកជាផ្នែកសំខាន់នៃស្ថាបត្យកម្មប្រាសាទអង្គរវត្តម្យ៉ាងវិញទៀតក៏បានបង្ហាញពីភាពរីកចម្រើននៃសិល្បៈនិងបច្ចេកវិទ្យាសំណង់របស់អាណាចក្រខ្មែរបណ្ណាល័យនេះជាផ្នែកមួយនៃសម្បត្តិបេតិកភណ្ឌពិភពលោកជាភស្តុតាងនៃស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យជួយឲ្យអ្នកស្រាវជ្រាវសិក្សាអំពីជំនឿសាសនានិងការរៀបចំប្លង់ប្រាសាទក្នុងសម័យអង្គរជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរនិងអន្តរជាតិបណ្ណាល័យនៅប្រាសាទអង្គរវត្តគឺជាអគារស្ថាបត្យកម្មដ៏ស្រស់ស្អាតដែលស្ថិតនៅខាងមុខប្រាសាទកណ្ដាលបណ្ណាល័យប្រាសាទអង្គរវត្តគឺជាស្ថាបត្យកម្មដ៏ស្រស់ស្អាតនិងជាសំណង់ដ៏អស្ចារ្យដែលបង្ហាញអំពីវិស្វកម្មនិងអរិយធម៌នៃសម័យអង្គរ